bàជំរាបសួរបងប្អូនបាទសម្រាប់បងប្អូនដែលចង់បានជាមួយនឹងប្រភេទម៉ាស៊ីនបោចមាន់ណាបងប្អូនបាទមាន់ទាអីជាដើមបាទអញ្ចឹងថ្ងៃហ្នឹងគឺថ្ងៃទី6ខែ5 2025បាទគឺចូលស្តុកហើយណាបងប្អូនបាទអញ្ចឹងចូលស្តុកមកហ្នឹងខ្នាតមាន2ខ្នាតណាបងប្អូនមាន2ខ្នាតទី1គឺមុខកាត់6ទឹកហើយខ្នាតទី2គឺមុខកាត់8ទឹកហើយក៏ប៉ុន្តែជួរវាគឺវាប្រើប្រាស់នឹងជួរខ្នាតទូចស្មើគ្នាជាមួយនឹងមុខកាត់6ទឹកដូចគ្នាណាបងប្អូនបាទគាត់ថាវាខុសគ្នាត្រង់មុខធំហើយនឹងទូចណាបងប្អូនបាទហើយរូបរាងវាគឺជាខ្នាតតែមួយរូបរាងតែមួយណាបងប្អូនបាទអញ្ចឹងសម្រាប់បងប្អូនដែលចង់បានបងប្អូនអាចកំងបានណាបាទអញ្ចឹងថ្ងៃទី6នេះគឺចូលបានបាទ10គ្រឿងណាបងប្អូន1 2 3 4 5ទាំងអាធំបងប្អូនបាទ5ទាំងអាធំ6 7 8 9ក៏ប៉ុន្តែថ្ងៃហ្នឹងគឺបងប្អូនមកយកមួយគ្រឿងបាត់ហើយណាបងប្អូនបាទយកមួយគ្រឿងបាត់ហើយបាទអញ្ចឹងសម្រាប់បងប្អូននៅតាមខេត្តដែលចង់បានដែលចង់ប្រកបបោចមាន់បាទជូនបងប្អូនដែលលក់នៅផ្សារណាអញ្ចឹងដែលបងប្អូនមានមួយស្រាប់បងប្អូនអាចកំងទិញជាមួយនឹងប្រភេទបោចរោមមាន់ខ្នាត6ទឹកឬក៏8ទឹកនេះបានបាទអញ្ចឹងតម្លៃក៏ទៅតាមមុខកាត់របស់វាណាបងប្អូនបាទអញ្ចឹងមិនថាបងប្អូននៅទីរំខេត្តណាទេឬក៏នៅតាមស្រុកបងប្អូនក៏កំងបានដូចគ្នាបាទអញ្ចឹងខ្នាតហ្នឹងគឺខ្នាត inox ណាបងប្អូនបាទចំពោះម៉ូទ័ររបស់វាគឺ 2.2 បាទស្មើនឹង3សេសបាទ1400ជុំ1900ជុំណាបងប្អូនបាទអញ្ចឹងម៉ូទ័ររបស់យើងគឺយើងយកជាមួយនឹងប្រភេទម៉ូទ័ររុំពីស្ពាន់សុទ្ធ 100% តែម្ដងបាទអញ្ចឹងម៉ូទ័ររបស់វាគឺយើងប្រើប្រាស់ជាមួយនឹងម៉ូទ័រសណាបងប្អូនបាទដោយសារនេះខ្ញុំអត់បានប្រកាប់ឲ្យមើលជាមួយនឹងម៉ូទ័រទេណាបងប្អូនបាទអញ្ចឹងបងប្អូនដែលចង់បានអាចប្រើប្រាស់បានជាមួយនឹងភ្លើង20អាំពែស្មើនឹង220បាទ220សម្រាប់បងប្អូនទូទៅគឺប្រើប្រាស់20អាំពែនឹងឯងបាទអញ្ចឹងមិនថានៅទីរោមស្រុកឬក៏ទីរោមខេត្តបងប្អូនដែលចង់បានបងប្អូនអាចកំងបានណាបាទຂະຫນາດហ្នឹងគឺជាຂະຫນាតដែលយើងពេញនិយមប្រើប្រាស់បាទຂະຫນាត inox បាទຂະຫນាត inox មុខកាត់6ទឹក8ទឹកគឺមានទាំងអស់ណាហើយក៏យើងបន្ថែមជាមួយនឹងកន្លែងបើកទឹកចូលណាបងប្អូនបាទបើកទឹកចូលពេលដែលយើងបើករ៉ូម៉ាណេវានឹងបាញ់ទឹកចេញតាមហ្នឹងហើយបងប្អូនបាទអញ្ចឹងសម្រាប់ទូទៅគឺបងប្អូនយើងពេញនិយមប្រើជាមួយនឹងຂະຫນាត inox នេះຂະຫນាតមុខកាត់6ទឹកបាទហើយយើងអ្វីដែលពិសេសរបស់វាបាទបងប្អូនយើងងាយស្រួលក្នុងការផ្លាស់ប្ដូរជាមួយនឹងពេលដែលយើងមានបញ្ហាជាមួយនឹងម្ដាងខាងក្រោមបាទយើងដោះតែកម្របនេះចេញគឺយើងអាចផ្លាស់ប្ដូរម្ដាងដោយងាយស្រួលណាបងប្អូនបាទដោយងាយស្រួលបាទហើយជួរប្រភេទជួរគឺជាប្រភេទជួរដែលល្អជួរដែលរឹងមាំប្រើប្រាស់បានយូរណាបងប្អូនបាទហើយຂະຫນាតហ្នឹងពីថាសវាឡើងមកលើបងប្អូនពីថាសនេះឡើងមកមុខកាត់នៅធុងគឺវា4ទឹកណាបងប្អូន4ទឹកបាទមិនថាមុខកាត់6ទឹកនេះឬក៏8ទឹកនេះទេបាទអញ្ចឹងពីជម្រៅរបស់វាពីថាសឡើងមកលើគឺ4ទឹកបាទជាទូទៅគឺ4ទឹកណាបងប្អូនបាទអញ្ចឹងຂະຫນាតហ្នឹងគឺយើងមានកន្លែងជាមួយនឹងយើងប្រហូរជាមួយនឹងទឹកណាបងប្អូនបាទយើងប្រហូរជាមួយទឹកហើយប្រហូរជាមួយនឹងរោមមាន់បាទយើងប្រហូរជាមួយនឹងរោមមាន់គឺចេញមកច្រកតែមួយបាទអញ្ចឹងសម្រាប់បងប្អូនដែលចង់បានបងប្អូនអាចឆាតសួរបាទបើបងប្អូនឃើញនៅក្នុង page បាទបងប្អូនអាចឆាតសួរបានបាទឬក៏បងប្អូនអាច comment បានបាទបងប្អូនដែលចង់ឃើញជាវីដេអូក្នុងការតេស្តមាន់ណាបងប្អូនបាទក្នុងការធ្វើជាវីដេអូតេស្តមាន់បងប្អូនអាច comment មកបានណាបងប្អូនបាទបងប្អូនអាច comment បានចង់បានជាវីដេអូដែលតេស្តតបតបាទអញ្ចឹងຂະຫນាតហ្នឹងគឺជាយើងនាំចូលមកតបតបាទមិនថាមុខកាត់6ឬក៏8បាទអញ្ចឹងបងប្អូនដែលចង់បានបងប្អូនអាចកំងបានណាបាទហើយខាងក្រោយនេះបាទពូបេតុងពូក្រហមនេះបាទបងប្អូនគឺយើងរៀបចំជាមួយនឹងប្រភេទកិនស្រូវណាបងប្អូនបាទប្រភេទកិនស្រូវរបស់យើងគឺយើងចូលស្តុកដូចគ្នាណាបងប្អូនបាទអញ្ចឹងសម្រាប់បងប្អូនដែលចង់បានបងប្អូនអាចកំងបានតាមរយៈលេខទូរស័ព្ទដែលមាន3ខ្សែណាបងប្អូនបាទដែលមានខ្សែទី1គឺជាប្រព័ន្ធខ្សែខាតណាបងប្អូនបាទប្រព័ន្ធខ្សែខាតគឺ012 406 456បាទប្រព័ន្ធ smart 016 406 456ណាបងប្អូនបាទអញ្ចឹងសម្រាប់ប្រព័ន្ធ smartphone បាទបងប្អូនសម្រាប់ប្រើប្រាស់ smartphone បងប្អូនអាចតាក់ទងមកតាម071ណាបងប្អូនបាទ071 206 677 89បងប្អូនបាទអញ្ចឹងបងប្អូនអាច comment បានណាបងប្អូន comment បានបើចង់បានជាវីដេអូក្នុងការតេស្តមាន់ផ្ទាល់ណាបងប្អូនបាទអញ្ចឹងក៏អរគុណច្រើនសម្រាប់បងប្អូនដែល
กระหม่อมเต็งเพลียมบ่าโจไงนึงคือกระหม่อมโยไงนึงแต่ดองบ่าให้ประเภทโจบางคนเลยจองบ้านโจกับบางคนไหนกระหม่อมบ้านได้ขี้นะบ่าคือยังมีโจได้ขี้บ่าโจประเภทละอ๋อบ่าประเภทละอ๋อประบ้านอยู่ไว้นะบางคนบ่าจังออกคนเจ้านะบางคนบ่า